ជំរាបសួរបងប្អូនទាំងអស់គ្នាដែលជាប្រិយមិត្តអ្នកស្ដាប់របស់ Channel ដំណើររឿងខ្មោច2មុនពេលដឹងលទ្ធផលមុនពេលដែលយើងត្រូវធ្វើការជួសជុល Channel នេះភាសាទៀតខ្ញុំពិតជាបផាកទទួលយកហើយសង្ឃឹមថាបងប្អូននឹងយល់ហើយខ្ញុំសង្ឃឹមថាយើងនឹងអាចជួបគ្នាម្ដងទៀតនៅក្នុង Channel ដំណើររឿងខ្មោច2នេះជាមួយនឹងសាច់រឿងថ្មីទៅចាស់ព្រោះថ្ងៃទី24ស្អែកនេះគឺយើងនឹងដឹងលទ្ធផលថាយើងនឹងអាចបន្តនៅក្នុង Channel នេះទៀតឬក៏យើងលាគ្នាធ្វើប៉ុណ្ណឹងក៏ប៉ុន្តែការលាគ្នានៅក្នុង Channel នេះបើសិនជាការលាគ្នាមែនក៏យើងមិនមែនថាយើងមិនអាចជួបគ្នាទេតែយើងអាចជួបគ្នាបាននៅក្នុង Channel មួយនេះហើយក៏ដូចជា Channel មួយនេះដែលបងប្អូនអាចទៅ research ឬក៏បងប្អូនខ្លះអាច subscribe រួចហើយឬក៏បងប្អូនខ្លះមិនទាន់ចុច subscribe ឬក៏មិនទាន់ដឹងបងប្អូនអាចចូលទៅចុច subscribe បានគឺយើងមាន channel ថ្មីរួចជាស្រេចហើយ channel នោះដំណើរការបាន 3-4 ខែបាត់ទៅហើយនៅកំឡុងពេលដែលយើងរងចាំ channel នេះអស់ជួសជុលអស់រយៈពេលជាយូរហើយខ្ញុំមិនអីទេព្រោះខ្ញុំដួលឆ្អែតហើយពួកខ្ញុំទទួលនៅអតិពលនឹងឆ្អែតដែរហើយវាសឹងថាលែងឈឺចាប់ណាខ្ញុំអត់ដឹងថាយ៉ាងម៉េចទេខ្ញុំដូចជាកំសត់ជាងគេតិចហើយដំណើររឿងយូរឆ្នាំតែបើនិយាយពីរឿងអ្នកស្គាល់ក៏មិនសូវជាមានអ្នកស្គាល់ហើយបើនិយាយពី channel វិញឲ្យតែចាប់ផ្ដើមឡើងបន្តិចចាប់ផ្ដើមមានបញ្ហាគេរាប់រយ K គេអត់អីទេតែយើងអាតិចទួចស្ដួយស្ដើងបានមករស់ពេលខ្លះសឹងតែមិនរស់ហ្នឹងគឺងាកបន្តិចចេះងាកបន្តិចចុះខ្ញុំអត់ដឹងថាយ៉ាងម៉េចទេតែយ៉ាងណាដួលកន្លែងណាយើងងើបទៅយើងវាទៅងើបកន្លែងផ្សេងបន្តិចចឹងទៅតម្រាំតែមានដំណោះស្រាយតែខ្ញុំជឿជាក់សង្ឃឹមថាបងប្អូននឹងចូលចិត្តអាណិតស្រឡាញ់ខ្ញុំហើយបងប្អូននឹងចូលទៅជួយចុច subscribe នៅ channel ថ្មីបើសិនជា channel នេះមិនអីហើយយើងនៅតែអាចបន្តជួបគ្នាបានខ្ញុំនឹងព្យាយាមដំណើរនៅក្នុង channel នេះឲ្យបានច្រើនជាង channel ផ្សេងព្រោះវាជា channel មួយដែលមានអនុស្សាវរីយ៍ច្រើនបន្ទាប់ពី channel ដំណើររឿងខ្មោចត្រូវបានគេ remove ចោលបាត់ហើយយើងអាចជួសជុលវាប្រៀបដូចជាមនុស្សស្លាប់អញ្ចឹង channel ដំណើររឿងខ្មោចជា channel ដើមកំណើតដំបូងនៃការដំណើររបស់យើងក្រោយមកក៏មានបញ្ហាខ្ញុំក៏ធ្វើឲ្យម្សាលុបវីដេអូចាស់ចោលផុសម្សាទៀតក៏បានត្រឡប់មកវិញក្រោយមកទៀតមានបញ្ហាទៀតក៏ចាប់បាត់តែម្ដងគឺស្លាប់តែម្ដងក្រោយពីស្លាប់ channel ដំណើររឿងខ្មោចហើយចូលមកដល់ channel ដំណើររឿងខ្មោច2ទៀតមកដល់ពេលបច្ចុប្បន្នអាចយើងនិយាយថាកំពុងតែសង្គ្រោះបន្ទាន់ឬក៏កំពុងតែព្យាបាលនៅក្នុងបន្ទប់ ACU រោគចាំថ្ងៃស្អែកបើសិនជាយើងមិនអាចទៅមុខបានវាប្រកាសជាស្លាប់មួយទៀតហើយអញ្ចឹង channel ដែលយើងអាចជួបគ្នាបានគឺ channel ដំណើររឿងខ្មោចដែលចគុត channel និយាយដើមខ្មោច channel ដួលមេត្រីនិង channel ផ្សេងទៀតដែលខ្ញុំនឹងចាប់ផ្ដើមធ្វើបន្តបន្ទាប់សម្រាប់បានជួបនឹងកំដរអារម្មណ៍បងប្អូនទាំងអស់គ្នាដែលជាប្រិយមិត្តអ្នកស្ដាប់ប្រិយមិត្តមួយទាំងអស់អញ្ចឹងសង្ឃឹមថាបងប្អូនបានជ្រាបបងប្អូនបានដឹងបងប្អូនបានឮហើយយើងចាំអ៊ុតលទ្ធផលទាំងអស់គ្នាមិនមកចាំខ្ញុំប្រាប់បងប្អូននៅក្នុង channel ដំណើររឿងខ្មោចដែលចគុណថាយើងនឹងបន្តឬក៏យ៉ាងណាខ្ញុំសង្ឃឹមជឿជាក់ហើយសង្ឃឹមថា YouTube support team ហើយនឹងក្រុមការងារទាំងអស់នឹងបងប្អូនជួយ comment ល្អជួយ comment ដែលអាចឲ្យយើងអាចបានដំណើរការនៅក្នុង channel នេះវិញសង្ឃឹមថាបានល្អទៅចុះអរគុណបងប្អូនទាំងអស់គ្នា